ជំរាបសួរថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទសមេតជាថ្មីម្ដងទៀតហើយនៅក្នុងការចែករំលែកអត្ថបទសុខភាពខ្លីៗដែលធ្វើឲ្យអស់លោកស្រីងាយស្រួលងាយចាំងាយយល់អំពីបញ្ហាសុខភាពរបស់ខ្លួនឯងថ្ងៃនេះខ្ញុំសូមលើកយកអំពីជំងឺសន្លាក់គោដបាទតើអ្វីទៅជាជំងឺសន្លាក់គោដហើយវាមានគួរឲ្យកត់សម្គាល់អីខ្លះដែលបងប្អូនងាយចំណាំថាបងប្អូនកំពុងតែមានបញ្ហាជំងឺសន្លាក់គោដបានហើយឆ្លងកាត់ជាបទពិសោធន៍កន្លងមកខ្ញុំជួបបងប្អូនដែលគាត់មានបញ្ហាអាការៈជំងឺសន្លាក់គោដនឹងច្រើនមែនទែនអញ្ចឹងងាយស្រួលនៅក្នុងការចំណាំទេខ្លីៗបាទដែលបងប្អូនធ្វើការកត់សម្គាល់បាទទី1គឺធ្វើឲ្យយើងមានការឈឺចាប់តែម្ដងឈឺចាប់ភ្លាមបាទឡើងក្រហមតែម្ដងបាទឡើងហើមហើយមួយទៀតគឺវាប៉ះពាល់ភាគច្រើនគឺទៅលើម្រាមជើងបាទម្រាមជើងម្រាមដៃរបស់យើងឡើងកម្ពីឡើងកពកបាទឡើងកម្ពីកពកអញ្ចឹងទៅគឺងាយចំណាំមែនតើហើយចំពោះជំងឺសន្លាក់គោដនេះទៀតសោតគឺវាកើតឡើងដោយសារតែការកើនឡើងនៃអាស៊ីតអ៊ុយរិកនៅក្នុងឈាមបាទដែលនាំឲ្យទៅដល់ការបង្កើតគ្រីស្តាល់បាទគ្រីស្តាល់អ៊ុយរិកដែលបង្កើតធ្វើឲ្យមានទៅជាបញ្ហាសន្លាក់នឹងតែម្ដងអញ្ចឹងនេះគឺជានិយមន័យខ្លីខ្លឹមងាយស្រួលបងប្អូនក្នុងការចំណាំបាទអំពីជំងឺសន្លាក់គោដបាទជំងឺសន្លាក់គោដអញ្ចឹងសម្រាប់ជំងឺសន្លាក់គោដនឹងគឺវាមានកត្តាបង្កជាច្រើនបាទជាច្រើនណាស់ប៉ុន្តែខ្ញុំសូមលើកយកមួយចំនួន1 2 3ខ្លីៗដើម្បីឲ្យបងប្អូនងាយស្រួលចាំហើយងាយយល់បន្ថែមទៀតពាក់ព័ន្ធជាមួយនឹងកត្តាបង្កតើហេតុអីបានជាធ្វើឲ្យមានការកើតឡើងនៃជំងឺសន្លាក់ហេតុអីបានជាធ្វើឲ្យមានការកើនឡើងនៃអាស៊ីតអ៊ុយរិកនៅក្នុងឈាមបង្កើតទៅជាគ្រីស្តាល់អ៊ុយរិកឲ្យយើងមានបញ្ហាសន្លាក់គោដនឹងកើតឡើងអញ្ចឹងមូលហេតុមួយចំនួនខ្លីៗទី1គឺពាក់ព័ន្ធជាមួយនឹងការផលិតអាស៊ីតអ៊ុយរិកកើនឡើងខ្ពស់នៅក្នុងឈាមរបស់យើងបាទដែលយើងយកទៅប្រើទៅហើយបញ្ចេញមិនបានដិតដល់មិនបញ្ចេញមិនបានត្រឹមត្រូវទៅតាមរាងកាយដែលយើងត្រូវការបាទហ្នឹងគឺពាក់ព័ន្ធជាមួយនឹងបញ្ហាឡើងអាស៊ីតអ៊ុយរិកបាទដែលធ្វើឲ្យប៉ះពាល់តែម្ដងបាទនៅពេលដែលយើងបញ្ចេញច្រើនពេកឬក៏ពេលខ្លះបញ្ចេញមិនបានគ្រប់គ្រាន់បញ្ចេញមិនបានគ្រប់គ្រាន់ទៅតាមតម្រងនោមរបស់បងប្អូនបាទអាហ្នឹងទី1ទី2គឺពាក់ព័ន្ធជាមួយនឹងរបបអាហារបាទរបបអាហារនេះគឺសំខាន់មែនទែនសម្រាប់អស់លោកស្រីទាំងអស់ដែលកំពុងតាមដានវីដេអូមួយនេះព្រោះការកើតឡើងនៃជំងឺមួយចំនួនគឺចេញពីរបបអាហារនឹងតែម្ដងអញ្ចឹងខ្ញុំសូមលើកយកអំពីកត្តារបបអាហារមួយចំនួនដែលធ្វើឲ្យមានការកើនឡើងនៃអាស៊ីតអ៊ុយរិករបស់យើងបាទរបបអាហារហ្នឹងគឺពាក់ព័ន្ធជាមួយនឹងអ្នកដែលចូលចិត្តញ៉ាំគ្រឿងក្នុងសត្វបាទអូឆ្ងាញ់ដាក់ទឹកប្រហុកជ្រលក់អំបិលអីសពបែបយ៉ាងអញ្ចឹងទៅបាទឆ្ងាញ់បាទហើយមួយទៀតគឺអ្នកដែលចូលចិត្តហូបជាមួយនឹងគ្រឿងសមុទ្រទាំងអស់នេះវាសុទ្ធតែជាអាហារដែលមានសារជាតិប៉ូរីនក្រៅពីរបបអាហារទាំងអស់ហ្នឹងក៏វាមាននៅក្នុងភេសជ្ជៈមួយចំនួនដែរអ្នកចូលចិត្តហូបប្រៃពេកផ្អែមពេកក៏ជាកត្តាដែលធ្វើឲ្យប៉ះពាល់ដែរអញ្ចឹងសូមមេត្តាប្រយ័ត្នប្រយែងការហូបការទទួលទាននៅគ្រឿងស្រវឹងភេសជ្ជៈដែលមានជាតិផ្អែមជាតិហ្គាសច្រើនក៏ជាកត្តាដែលធ្វើឲ្យមានការកើនឡើងនៃអាស៊ីតអ៊ុយរិកដូចគ្នាបាទនេះអំពីរបបអាហារកត្តាមួយទៀតនឹងខ្ញុំសូមលើកយកអំពីការលើសទម្ងន់ឬក៏ឡើងទម្ងន់ខុសពីធម្មតាបាទបងប្អូនដឹងស្រាប់ហើយថារាងកាយរបស់យើងនៅសុកវាទៅជាឡើងទម្ងន់អញ្ចឹងវាកត្តាមកពីការគ្រប់គ្រងរបបអាហាររបស់យើងមិនបានត្រឹមត្រូវមិនបានសមាមាត្រទៅនឹងរាងកាយរបស់ខ្លួនឯងបណ្ដាលឲ្យខ្លួនឯងនេះវាទៅជាឡើងធាត់ឡើងខ្លាញ់កំពីងកំប៉ោងពិបាកមើលហើយមិនតែប៉ុណ្្នឹងទេរាងកាយរបស់យើងនឹងគឺមានបញ្ហាទៅទៀតបាទនៅពេលដែលរាងកាយរបស់យើងមានការលើកទម្ងន់ខ្ពស់មានការឡើងទម្ងន់ខ្លាំងគឺធ្វើឲ្យការបញ្ចេញនៅអាស៊ីតអ៊ុយរិកនឹងក៏កាន់តែច្រើនដូចគ្នាអញ្ចឹងបងប្អូនសូមមេត្តាប្រយ័ត្នប្រយែងបើដឹងថាខ្លួនឯងមានអាការៈធាត់លើកទម្ងន់គួរតែគិតគូរអំពីរបបអាហារគួរតែគិតគូរអំពីសុខភាពរបស់ខ្លួនឯងកុំឲ្យវាមានបញ្ហាទៅជាបញ្ហាកើតឡើងដោយផ្សេងជំងឺច្រើនមុខកត្តាមួយចំនួនទៀតដែលគួបផ្សំដែលឲ្យកើតមាននៅបញ្ហាការកើនឡើងនៃអាស៊ីតអ៊ុយរិកឬក៏ហៅថាជំងឺសន្លាក់គោដនោះគឺពាក់ព័ន្ធជាមួយនឹងជំងឺរួមផ្សំបាទជំងឺរួមផ្សំចឹងអស់លោកអ្នកដែលកំពុងតែមានបញ្ហាលើសសម្ពាធឈាមមានការប្រែប្រួលបាទអ្នកមានបញ្ហាលើសជាតិស្ករនៅក្នុងឈាមលើសជាតិស្ករឡើងទឹកនោមផ្អែមបាទអានេះគឺសុទ្ធតែជាបញ្ហាហើយអ្នកដែលមានបញ្ហាមួយទៀតនោះគឺពាក់ព័ន្ធជាមួយនឹងបញ្ហាតម្រងនោមបាទបញ្ហាតម្រងនោម
អានឹងក៏ធ្វើឲ្យមានការប្រែប្រួលហើយងាយប្រឈមទៅនឹងជំងឺសន្លាក់គូតនឹងមួយដែរហើយចំពោះមួយកត្តាទៀតនោះគឺអ្នកដែលគាត់តែងតែប្រើប្រាស់ថ្នាំដើម្បីបញ្ចុះបាទទឹកនោមដើម្បីការពារការលើសសម្ពាធឈាមរបស់គាត់នោះក៏ជាហេតុដែលធ្វើឲ្យមានការប៉ះពាល់នឹងដែរអញ្ចឹងខ្ញុំមាន 3-4 ចំណុចខ្លីៗអំពីកត្តាបង្កដែលធ្វើឲ្យគាត់កើតទៅជាមានជំងឺគេហៅថាជំងឺសន្លាក់គូតបាទជំងឺសន្លាក់គូតអញ្ចឹងខ្លីៗដើម្បីជាការចែករំលែកបាទអញ្ចឹងបងប្អូនស្ដាប់ទៅហើយបើគិតថាល្អសូមធ្វើការចែករំលែកជាបន្តហើយបើសិនជាគិតថាសំខាន់បងប្អូនគួរតែច្បិចទៅចំណុចណាមួយដើម្បីទៅកលេចមើលទៅលើការអនុវត្តសុខភាពរបស់ខ្លួនឯងថាតើគួររៀបចំរបបអាហារគួរមានវិធីបែបណាដើម្បីឲ្យខ្លួនឯងជៀសផុតអំពីជំងឺសន្លាក់គូតទាំងអស់នេះយើងដឹងហើយថាចំពោះជំងឺមួយឲ្យតែពាក្យថាជំងឺមិនមែនជារឿងមួយល្អទេមិនមែនជាពាក្យដែលមនុស្សគ្រប់គ្នាប្រាថ្នាទេក៏ប៉ុន្តែវានឹងនៅជាមួយនឹងមនុស្សដែលមិនចូលចិត្តមិនខ្វាយខ្វល់អំពីសុខភាពរបស់ខ្លួនឯងតែងតែធ្វើអីទៅតាមអារម្មណ៍តែងតែញ៉ាំអីទៅតាមចំណង់ចំណូលចិត្តតែងតែធ្វើការលើសពីកម្លាំងរបស់ខ្លួនឯងដោយមិនខ្វាយខ្វល់អំពីរាងកាយបាទអញ្ចឹងខ្ញុំជឿជាក់ថាបងប្អូនបានស្ដាប់បានមើលវីដេអូនេះអស់ហើយគឺនឹងជាចំណេះដឹងទូចមួយជ្រុងខ្លីមួយទៀតអំពីចំណេះនៃសុខភាពរបស់បងប្អូនបន្ទាប់ពីបងប្អូនបានដឹងអំពីកត្តាបង្កបាទមួយចំនួនហើយដែលនាំឲ្យកើតមាននៃជំងឺសន្លាក់គូតនេះហើយក៏យើងមានវិធីបង្ការដែរថាខ្ញុំគួរមានវិធីបង្ការបែបណាអត់មានអីពិបាកទេបងប្អូនអត់មានអីពិបាកទេអស់លោកស្រីបាទងាយគ្រាន់តែយើងធ្វើការផ្ទុយទៅវិញមកទី1បាទយើងចូលចិត្តហូបអាហារដែលមានសារជាតិប៉ូរីននេះមានគ្រឿងក្នុងគ្រឿងសមុទ្រមានអីភេសជ្ជៈបាទមានជាតិហ្គាសជាតិផ្អែមអីច្រើននេះយើងកាត់បន្ថយមកបាទកាត់បន្ថយមកឬក៏អាហារណាដែលយើងមិនចាំបាច់នឹងហូបគឺយើងកុំហូបតែម្ដងដើម្បីអីជាការជំនួយដើម្បីជាការរួមចំណែកឲ្យរាងកាយរបស់យើងនឹងជាពិសេសគឺជំងឺសន្លាក់គូតរបស់យើងនឹងវាកាន់តែប្រសើរឬអ្នកដែលមិនទាន់កើតគឺមិនកើតតែម្ដងបាទអញ្ចឹងរបបអាហារនេះគឺយើងបន្ថយបាទយើងកាត់បន្ថយយើងហូបអាហារណាដែលមានសារជាតិណាដែលជួយទៅដល់រាងកាយរបស់យើងអានេះពាក់ព័ន្ធជាមួយនឹងអាហារហើយទី2នេះគឺពាក់ព័ន្ធជាមួយនឹងការរក្សាទម្ងន់របស់យើងក៏ដូចគ្នាដែរយើងគ្រប់គ្រងរបបអាហារបានធ្វើឲ្យទម្ងន់របស់យើងគឺនៅថិតថេរយើងរក្សារបបអាហារបានធ្វើឲ្យសុខភាពរបស់យើងល្អប្រសើរអត់ឡើងទម្ងន់ធ្វើឲ្យពិបាកហើយរាងរបស់យើងក៏វាទៅតាមនឹងដូចគ្នាសុខភាពល្អរាងស្អាតហើយសង្ហាលយទៀតបាទចង់បានទេហើយមួយទៀតគឺពាក់ព័ន្ធជាមួយនឹងកុំភ្លេចបងប្អូនយើងធ្វើការហាត់ប្រាណជាប្រចាំណាការហាត់ប្រាណគឺរួមចំណែកច្រើនណាស់បាទជួយទៅដល់សុខភាពរាងកាយប្រចាំថ្ងៃរបស់យើងទី1ជួយសម្រួលដល់ចរន្តឈាមសម្ពាធឈាមជួយទៅដល់ប្រព័ន្ធសរសៃសាច់ដុំរបស់យើងឲ្យធ្វើការឲ្យមានដំណើរការជួយកម្ចាត់ជាតិខ្លាញ់ជាតិពុលនៅក្នុងខ្លួនតាមរយៈការបញ្ចេញញើសអីផ្សេងបាទនេះគឺការហាត់ប្រាណនេះគឺសំខាន់មែនទែនហើយកត្តាមួយធំមួយទៀតនោះកុំភ្លេចបងប្អូនណាការទទួលទានទឹកឲ្យបានគ្រប់គ្រាន់នៅក្នុងរាងកាយរបស់យើងការហូបទឹកនេះខ្ញុំនឹងរំលេចបើកមុខកញ្ចក់ឲ្យរឿងធំតិចថាវាមានអត្ថប្រយោជន៍ច្រើនមែនទែនសម្រាប់ការទទួលទានទឹកបាទអញ្ចឹងគ្រាន់តែយើងហូបទឹកឲ្យបានគ្រប់គ្រាន់នៅក្នុងរាងកាយរបស់យើងក៏ធ្វើឲ្យរាងកាយរបស់យើងមានជាតិទឹកគ្រប់គ្រាន់ជាពិសេសជួយលាងសម្អាតបាទជួយលាងសម្អាតអីគេបាទលាងសម្អាតពពុះអាស៊ីតជាតិពុលនៅក្នុងខ្លួនរបស់យើងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារជួយឲ្យកាពះពោះវៀនឬហៅថាពោះវៀនធំរបស់យើងមានជាតិទឹកគ្រប់គ្រាន់អញ្ចឹងអត់មានការទល់លាមកអីទៀតទេអញ្ចឹងការបន្ទោបងការបត់ជើងរបស់យើងនោះគឺវាល្អប្រសើរដោយសារតែយើងមានចិត្តទឹកគ្រប់គ្រាន់ហើយក៏ជៀសបាននូវជំងឺជាច្រើនទៀតហើយមិនតែប៉ុណ្ណោះគាត់ថាវាលាងសម្អាតតែម្ដងអញ្ចឹងការហូបទឹកនេះគឺជារឿងមួយដ៏សំខាន់មែនទែនជាពិសេសបងប្អូនអស់លោកស្រីការទទួលទាននៅទឹកពេលព្រឹកហ្នឹងគឺជារឿងមួយដែលចាំបាច់សូមបងប្អូនកុំមើលរំលងអាសោះជាមួយនឹងកន្លែងនេះបាទសូមកុំមើលរំលងអាសោះអំពីចំណុចនេះព្រោះវាសំខាន់មែនទែនអញ្ចឹងដូចខ្ញុំជំរាបជូនថាអត្ថប្រយោជន៍ខ្លីៗបន្តិចនៃការហូបទឹកពេលព្រឹកហ្នឹងគឺថាល្អសម្រាប់ខ្លួនឯងតែម្ដងបាទលាងសម្អាតជាតិពុលចេញពីក្នុងរាងកាយជួយបាទលាងសម្អាតនៅអាស៊ីតដែលវាច្រាលឡើងមកខាងលើជួយឲ្យពោះវៀនធំរបស់យើងមានចិត្តទឹកគ្រប់គ្រាន់ហើយជួយសម្រួលដល់មេតាបូលីសដែលធ្វើឲ្យរាងកាយរបស់យើងនឹងមានការសម្រួលខ្លាំងមែនទែនអញ្ចឹងខ្លីៗងាយយល់កត្តាវិធីបង្ការប្រមាណចំណុចនេះខ្ញុំជឿជាក់ថាបងប្អូនពិតជាអាចធ្វើបានអត់តែបងប្អូនមានការតាំងចិត្តអត់តែបងប្អូនមានការស្រឡាញ់សុខភាពរបស់ខ្លួនឯង
ហើយចង់ឲ្យខ្លួនឯងខ្លាយទៅជាមនុស្សមួយដែលមានសុខភាពរឹងមាំខ្ញុំមានជាពាក្យខ្លីមួយថាសុខភាពគឺជាលេខ1អញ្ចឹងបើសុខភាពបងប្អូនលេខ1ហើយបងប្អូនអាចបំពេញកិច្ចការងាររកស៊ីរបស់បងប្អូនអាចបំពេញនៃកិច្ចការងារដែលបងប្អូនធ្វើប្រចាំថ្ងៃបាទអញ្ចឹងគឺពិតជាអាចធ្វើបានគ្រប់បែបយ៉ាងតែម្ដងបាទខ្ញុំមាននិយាយអញ្ចឹងអត់តែសុខភាពយើងល្អប៉ុន្តែបើសិនជាសុខភាពរបស់យើងនេះវាមានការប្រែប្រួលវាមានការខូចខាតបាត់បង់ឬក៏ថមថយដោយប្រការណាមួយនោះជិះមិនផុតប៉ះពាល់ជាមួយនឹងរាងកាយរបស់យើងខ្សត់ខ្សោយទ្រុឌទ្រោមមិនអាចធ្វើកិច្ចការងារបានស្មុគស្មាញអារម្មណ៍ច្បូកច្បល់ពេញហ្នឹងអញ្ចឹងធ្វើឲ្យបងប្អូនខាតប្រយោជន៍បាទខាតធ្ងន់តែមែនតើអញ្ចឹងសូមស្រឡាញ់និងថែរក្សាសុខភាពរបស់គ្នាថ្ងៃនេះខ្ញុំមានខ្លីៗប៉ុណ្ណេះហើយសង្ឃឹមថានៅវគ្គក្រោយៗទៀតខ្ញុំនឹងលើកអំពីវិធីមួយចំនួនទៀតដើម្បីថាតើធ្វើម៉េចដើម្បីឲ្យយើងជៀសផុតអំពីការកកើតនៃជំងឺសន្លាក់គោដនេះដើម្បីដឹងច្បាស់កុំភ្លេចបាទ Subscribe នៅលើបាទ Channel YouTube របស់ VY Healthy បាទហើយនឹងចែករំលែកនៅចំណេះដឹងសុខភាពជាច្រើនជូនដល់អស់លោកស្រីជាបន្តទៅទៀតហើយមិនតែប៉ុណ្ណោះក៏មាននៅក្នុង page ដែរបាទគឺ page លោកគ្រូណានសមេតអញ្ចឹងបងប្អូនចង់បានព័ត៌មានចំណេះដឹងសុខភាពខ្លីៗដើម្បីជាការរួមចំណែកអភិវឌ្ឍចំណេះដឹងសុខភាពបងប្អូននោះបងប្អូនអាចចុច like បាទ follow ដើម្បីទទួលបានព័ត៌មានសុខភាពថ្មីៗជាបន្តទៀតអរគុណជម្រាបលាជួបគ្នានៅឱកាសក្រោយ